Hello សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាទីនេះដែរខ្ញុំនឹងលើកយកសាច់រឿងមួយយកមកនិយាយឲ្យបងប្អូនស្ដាប់ផងដែរហើយសាច់រឿងនេះផងដែរកើតនៅលើបងប្រុសម្នាក់ដែលមានឈ្មោះថាដំបងដំត្រូវបានរស់នៅជាមួយនឹងគ្រួសាររបស់គាត់ហើយពេលនោះដែរគាត់រស់នៅជាមួយនឹងម្ដាយតាំងពីតូចៗអញ្ចឹងណាហើយរស់នៅក្នុងភូមិមួយអញ្ចឹងទៅហើយបន្ទាប់មកទៀតហ្នឹងគឺថាគ្រួសារគាត់ហ្នឹងក៏បានផ្លាស់ប្ដូរទីលំនៅណាអ្នកនាងដើម្បីទៅរស់នៅទីក្រុងភ្នំពេញអញ្ចឹងទៅហើយបន្ទាប់មកហ្នឹងឃើញថាគាត់ហ្នឹងក៏បានទៅនៅទីក្រុងភ្នំពេញអញ្ចឹងទៅហើយបន្ទាប់មកហ្នឹងឃើញថាគាត់ក៏បានទុកផ្ទះនៅស្រុកហ្នឹងចោលលក្ខណៈថាយូរឆ្នាំអញ្ចឹងណាអ្នកគាត់ទៅរៀននោះដូចជា5-6ឆ្នាំហ្នឹងអ្នកថាយូរដែរហើយអត់ដែរមកលេងស្រុកទេហើយផ្ទះហ្នឹងក៏បានទុកចោលអញ្ចឹងទៅលក្ខណៈទុកនៅក្នុងលក្ខណៈពេលដែលយើងទុកចោលអញ្ចឹងទៅវាលក្ខណៈថាវានឹងដុះព្រៃទ្រុបហើយផ្ទះវាទ្រុបព្រៃអញ្ចឹងណានេះហើយបន្ទាប់មកទៀតហ្នឹងក៏ពួកគាត់ហ្នឹងទៅនៅទីក្រុងភ្នំពេញអីចឹងទៅហើយបន្ទាប់ពីទៅលេងទៅទីក្រុងភ្នំពេញហ្នឹងក៏អត់សូវនឹកគ្នាមកលេងស្រុកទេហើយបន្ទាប់មកឃើញថាថ្ងៃមួយហ្នឹងក៏មានលក្ខណៈថាដូចមានអីយូសពអញ្ចឹងណាយូសពបងដំនេះយូសពថាលក្ខណៈថាមានគេហៅឲ្យទៅលេងស្រុកអីចឹងទៅហើយបន្ទាប់មកទៀតហ្នឹងគាត់ក៏ចាប់ដើមពពូប៉ារបស់គាត់ហ្នឹងដើម្បីទៅលេងស្រុកផងដែរហើយពពូបងប្អូនម្នាក់ដូចជា3នាក់ទៀតអញ្ចឹងទៅទាំងអស់ហ្នឹងទឹក5នាក់ហើយបងប្អូន3នាក់ហើយគាត់នឹងម្នាក់ទៀតហើយប៉ារបស់គាត់ម្នាក់ទៀតហ្នឹង5នាក់អញ្ចឹងទៅហើយបន្ទាប់មកទៀតក៏ប្រសិទ្ធព្រឹកឡើងហ្នឹងក៏ចាប់ដើមអត់តន់ចេញទៅទេអត់តន់ចេញទៅផ្ទះហ្នឹងទេណាអ្នកនាងហើយបន្ទាប់មកទៀតហ្នឹងក៏ចាប់ដើមពេលនោះដែរគាត់ក៏បានខលទៅអ្នកភូមិណាដែលនៅផ្ទះចិត្តផ្ទះគាត់ប្រហែលជា3-4ផ្ទះអញ្ចឹងទៅគេថាស្គាល់គ្នាមួយគាត់ដែរអញ្ចឹងណាហើយបន្ទាប់មកទៀតហ្នឹងក៏លក្ខណៈថាអញ្ចឹងបុកដំហ្នឹងឲ្យអ៊ីដែលនៅជិតផ្ទះហ្នឹងទៅជួយកាប់ព្រៃអីកាប់អីអញ្ចឹងណាហើយគាត់ក៏ឲ្យលុយខ្លះអញ្ចឹងទៅហើយជួយបោះផ្ទះអីអញ្ចឹងទៅហើយបន្ទាប់មកទៀតហ្នឹងក៏លក្ខណៈថាអ៊ីហ្នឹងគឺគាត់អត់ហ៊ានទៅទេដោយសារគាត់ខ្លាចចុះហើយព្រោះអីគាត់ខ្លាចអញ្ចឹងព្រោះដោយសារតែផ្ទះហ្នឹងគឺអ្នកភូមិពេលខ្លះគឺឃើញបើកភ្លើងពេលខ្លះទៅក៏ឃើញលក្ខណៈថាខ្យល់បោកអីពេញផ្ទះអញ្ចឹងទៅលក្ខណៈថាវាមិនមានអីទេប៉ុន្តែវាថាពេលខ្លះហ្នឹងវាមិនដឹងថាមិនបានជាមានភ្លើងមានអីអញ្ចឹងទៅហើយពេលខ្លះហ្នឹងក៏មានខ្យល់បោកអីអញ្ចឹងទៅណានេះហើយបន្ទាប់មកទៅឃើញថាផ្ទះហ្នឹងវាស្ងាត់វាអត់មានអ្នកនៅអញ្ចឹងទៅគាត់អត់ហ៊ានទៅទេពេលដែលគាត់អត់ហ៊ានទៅអញ្ចឹងហើយក៏ពេលដែលបង្ដំទៅដើមស្អែកហ្នឹងក៏ចេញដំណើរមកវិញអញ្ចឹងទៅមកលេងស្រុកអញ្ចឹងទៅណានេះពេលដែលមកដល់ស្រុកហ្នឹងក៏ចាប់ដើមធ្វើការបោះផ្ទះអីអញ្ចឹងទៅពេលដែលបោះផ្ទះហ្នឹងឃើញថាអ៊ីដែលចិត្តខាងដែលបង្ដំបានខលមកហ្នឹងលក្ខណៈថាហៅឲ្យមកជួយបោះអង្ការគាត់អត់តន់មកហ្នឹងគឺគាត់ក៏ចាប់ដើមមកដែរគាត់មកជួយបោះអញ្ចឹងណាពេលដែលបង្ដំអត់មកគឺគាត់អត់ហ៊ានមកទេគាត់ថាផ្ទះហ្នឹងវាស្ងាត់ពេកអញ្ចឹងហើយគាត់អត់ហ៊ានមកទេបន្ទាប់មកក៏ចាប់ដើមនោះនេះបោះផ្ទះសម្អាតផ្ទះអីអញ្ចឹងទៅបោះពីនេះអ្នកខ្លះលើក្រោមអីចឹងណានេះអ្នកខ្លះកាប់ព្រៃទៅអ្នកខ្លះបោះផ្ទះបោះជូតកដោជូតអីចឹងទៅលក្ខណៈផ្ទះហ្នឹងវាឈើលើថ្មខាងក្រោមអីចឹងណានេះហើយបន្ទាប់មកក៏ចាប់ដើមជូតបោះអីចឹងទៅបោះដល់នេះបោះពីនេះពីលើពីក្រោមចឹងទៅបន្ទាប់ពីធ្វើការបោះហ្នឹងគឺថាលក្ខណៈថាអញ្ចឹងផ្ទះហ្នឹងគឺពេលដែលបោះហ្នឹងគឺបោះអត់ស្អាតទេបោះហើយវាមកវិញបោះហើយវាមកវិញចឹងហើយក៏អ៊ីនោះក៏បានប្រាប់ថាមិនបាច់ខំបោះទេវាទោះបោះមិនក៏នៅតែប៉ុណ្ណឹងដែរអញ្ចឹងណាអ៊ីនោះគាត់ចាប់ដើមខ្លាចគាត់សង្ស័យហើយគាត់ក៏ចាប់ដើមទៅផ្ទះវិញទៅហើយបន្ទាប់មកទៀតហ្នឹងក៏ឃើញថាប្អូនរបស់គាត់ប្អូនស្រីរបស់គាត់ណាគាត់ក៏បានធ្វើការអុជធូបនៅកន្លែងប្រភូមិចាស់ហ្នឹងផងដែរពេលដែលអុជធូបហ្នឹងក៏បង្ដំហ្នឹងក៏បានម្ដងមកនិយាយផងដែរថាអើយនឹងអុជទៅអីទេផ្ទះខ្លួនឯងសោះនៅអុជអីទេដឹងគ្មានអីគួរខ្លាចផងទៅបងស្រីរបស់គាត់ហ្នឹងក៏បាននិយាយទៅបងដំវិញថាមិនបងឯងនិយាយចឹងបងឯងនិយាយចឹងប៉ះពាល់គេណាយើងទោះយើងជាម្ចាស់ផ្ទះមែនប៉ុន្តែយើងត្រូវតែគោរពគេព្រោះអីយើងទៅយូរហើយយើងចឹងយើងត្រូវសុំគេនៅវិញយើងសុំគេមកលេងយើងសុំតាសនុកសុខសប្បាយចឹងទៅវាមិនមានអីខុសទេចឹងហើយបងឯងទៅនិយាយចឹងហើយបន្ទាប់មកទៀតទៅបងដំក៏អត់មកដែរបងដំក៏ចាប់ដើមធ្វើការកាប់ព្រៃកាប់អីធម្មតាចឹងទៅហើយបន្ទាប់មកពេលល្ងាចហ្នឹងក៏ចាប់ដើមនាំគ្នាធ្វើការចម្អិនម្ហូបហើយគាត់បានទិញម្ហូបមកពីផ្សារអីចឹងទៅណាគ្នាហើយបន្ទាប់មកគេថាយប់ហ្នឹងគឺអត់មានបញ្ហាអីទេគឺលក្ខណៈថាដេកលូនស្រួលចឹងណាគ្នាពេលដែលយប់ហ្នឹងគឺអត់មានបញ្ហាអីទេលក្ខណៈថាវាស្ងប់សុខណាវាអត់ទាន់មានរឿងអីកើតឡើងទេ ណ
ហើយបន្តមកទៀតយប់ទី2ហ្នឹងស្រាប់តែលក្ខណៈថាចេះបងដំគាត់កំពុងតែគេងសុកនោះស្រាប់តែមានដូចជាលក្ខណៈថាគេមកបញ្យូសពគាត់ថានាំគាត់ហ្នឹងទៅសម្លាប់អីចឹងទៅពេលនោះដែរឃើញថាបងដំគឺគាត់ភ័យខ្លាំងមែនតើដោយសារតែឃើញគេចង់នាំគាត់ទៅតណាតណីចឹងណានេះចឹងហើយគឺគាត់ភ័យខ្លាចខ្លាំងមែនតើនៅក្នុងយូសពហ្នឹងណាប៉ុន្តែពេលដែលគាត់ដឹងខ្លួនឡើងគឺគាត់អត់ខ្វល់ទេគឺគាត់មានអារម្មណ៍ថាគាត់ខ្លាចទេបងដំគឺជាមនុស្សដែលអត់ខ្លាចចឹងទៅអញ្ចឹងទៅគាត់អត់សូវជឿទៅលើអីផ្សេងទេលក្ខណៈថាគាត់បានថ្ងៃមិញហ្នឹងគឺគាត់បាននិយាយសម្ដីប៉ះទៅលើគេចឹងណាចឹងហើយគឺគាត់អត់បានខ្វល់ទេពេលដែលគាត់អត់ខ្វល់ចឹងហើយក៏ចាប់ដើមគេងទៅទៀតចឹងទៅពេលដែលគេងហើយពេលដែលគេងហ្នឹងពេលដែលយប់ឡើងហ្នឹងក៏ចាប់ដើមឈឺនោមហ្នឹងនេះឃើញថាឈឺនោមចឹងទៅបងដំក៏គាត់អត់ខ្លាចទៀតគាត់ចុះទៅនោមនៅតែឯងចឹងទៅពេលដែលចុះទៅអ្នកនេះពេលដែលនោមនៅក្រោមហ្នឹងហើយនិយាយទៅលក្ខណៈថាបន្ទប់ទឹកនៅក្រោមផ្ទះគឺអត់នោមទេសុកចិត្តទៅនោមនៅក្រោយផ្ទះដើរទៅនោមចឹងទៅដើរទៅនោមនៅគៀនក្រោយផ្ទះចឹងដែរពេលតែដើរពីគាត់ខ្ជិលចូលបន្ទប់ទឹកណានេះគាត់ដើរចូលកន្លែងក្រោយគៀនហ្នឹងទៅស្រាប់តែពេលនោះដែរអ្នកនេះគូចាប់ដើមមានខ្យល់បោកខ្លាំងមែនទែនគឺខ្យល់មកវងមកគឺចង់ប៉ៅមនុស្សណានេះគឺលក្ខណៈខ្យល់ខ្លាំងហ្មងហើយចាប់ដើមមានសម្លេងដូចបាក់លឿនថាដូចមានសម្លេងអីមួយចឹងណានេះដូចលឿនថាដូចហឺចឹងទៅដូចយល់ថាមានអីមកតាមគាត់ចឹងណាហើយពេលនោះដែរគាត់ថាបងដំគាត់មនុស្សអត់ខ្លាចពេលតែអត់ខ្លាចចឹងប៉ុន្តែលក្ខណៈថាដៃជើងអីចាប់ដើមបះរួមដែរបះរួមអញ្ចឹងណានេះបះរួមហើយក៏ចាប់ដើមរត់ទៅលើផ្ទះវិញអញ្ចឹងទៅតែពួកគាត់ហ្នឹងបងដំហ្នឹងក៏អត់បាននិយាយទៅកាន់ប្រាប់បងប្អូនទេគាត់អត់បាននិយាយតែរឿងនោះហ្នឹងប្រាប់បងប្អូនណាខ្លាចបងប្អូនខ្លាចអញ្ចឹងទៅឲ្យហេតុអីនៅអីចឹងណានេះអញ្ចឹងហើយពេលដែលគាត់ឡើងទៅលើផ្ទះវិញទៅក៏បានគេអញ្ចឹងទៅហើយគាត់ថាគាត់ចាប់ដើមញាក់មែនទែនភ័យណានេះគាត់ភ័យប៉ុន្តែគាត់ធ្វើអត់ដឹងអីចឹងណានេះហើយបន្ទាប់មកទៀតហ្នឹងក៏ចាប់ដើមស្អែកឡើងទៀតដែរស្អែកឡើងពេលព្រឹកអញ្ចឹងទៅក៏បានធ្វើអីហូបជុំគ្នាអីចឹងណាហូបជុំគ្នាហើយរត់ដល់ល្ងាចឡើងក៏មានអ្នកមកលក់ពងមាន់អាំងឬក៏លក់អីចឹងណាហើយក៏បានទិញពងមាន់អាំងអញ្ចឹងទៅពេលដែលទិញពងមាន់អាំងហ្នឹងគេថាពងមាន់អាំងហ្នឹងគឺបានឆ្អិនអស់ហើយដែលថាគេអាំងឆ្អិននៅលើអាកាជ្រែងរបស់គេហ្នឹងគឺអាំងឆ្អិនអស់ហើយអញ្ចឹងលក្ខណៈថាវាឆ្អិនអស់អញ្ចឹងទៅវាអត់មានអីគួរឲ្យគាត់ថាទៅឆៅអីទេពួកអីអាហ្នឹងគេស្ងោរហើយបានគេដាក់យកមកអាំងអីទៀតចឹងទៅអញ្ចឹងពេលនោះដែរឃើញថាគាត់ហ្នឹងក៏បានទិញមកទុកចឹងទៅហើយអត់ទាន់ញ៉ាំទេតែថាទុកដល់ល្ងាចចឹងណាញ៉ាំបាយញ៉ាំអីហើយវាថាទិញមកភ្លាមអត់ទាន់ញ៉ាំទេទិញទុកចោលចឹងទៅបន្ទាប់មកពេលល្ងាចឡើងក៏ចាប់ដើមនាំគ្នាលេងបៀលក្ខណៈអបសុកចឹងទៅអបសុកហ្នឹងគឺលក្ខណៈគាត់នៅហ្នឹងនៅតែ4នាក់បងប្អូនរបស់គាត់ទេដោយសារតែពួកគាត់ហ្នឹងត្រូវឡើងទៅធ្វើបុណ្យនៅកន្លែងខេត្តឆ្លងខេត្តទៀតអញ្ចឹងណានេះភូមិឆ្ងាយទៀតចឹងទៅហើយបន្ទាប់ពីឡើងទៅអញ្ចឹងទៅក៏នាំគ្នាលេងបៀអីចឹងទៅពេលដែលលេងហើយអញ្ចឹងទៅក៏ចាប់ដើមមានអារម្មណ៍ថាព្រឺខ្នងណាព្រឺខ្នងគួរឲ្យខ្លាចអីចឹងមានអារម្មណ៍ថាវាថាគួរឲ្យខ្លាចចឹងណានេះវាខុសពីធម្មតានិយាយថាមិនមែនលក្ខណៈខ្យល់ត្រជាក់ធម្មតាទេហើយពេលនោះដែរឃើញថាបងដំក៏បាននិយាយទៅកាន់បងប្អូនថាវាគ្មានអីទេវាខ្យល់ធម្មតាទេតែមេឃវាចូលត្រជាក់វាខ្យល់ត្រជាក់អញ្ចឹងហើយយើងនៅសុកស្រែយើងវាខ្យល់ត្រជាក់អញ្ចឹងវាលហើយស្រួលអញ្ចឹងណាហើយពេលនោះដែរឃើញថាបងប្អូនហ្នឹងក៏បានគិតដូចបងដំដែរព្រោះអីវាថាវាខ្យល់ស្រួលដែរអញ្ចឹងទៅប៉ុន្តែពេលនោះដែរមានតែថាត្រជាក់ទៅលឿនថាដូចនៅក្នុងទូទឹកកកហ្មងណានេះដូចជាក់ខ្លាំងហ្មងវាលត្រជាក់ខ្លាំងណាស់នេះវាត្រជាក់យកអញ្ចឹងទៅហើយបន្ទាប់មកទៀតហ្នឹងក៏ចាប់ដើមត្រជាក់ខ្លាំងទៅអញ្ចឹងហើយពេលនោះដែរឃើញថាបងដំហ្នឹងក៏បានឲ្យគេហ្នឹងនេះបងប្អូនហ្នឹងធ្វើការបង្កាត់ភ្លើងអីចឹងណាដើម្បីធ្វើការកម្ដៅសាច់អីចឹងទៅដោយវាត្រជាក់ពេកអញ្ចឹងណាពេលដែលបង្កាត់ហ្នឹងអ្នកនេះគឺបង្កាត់ឆេះទេដោយសារតែខ្យល់ខ្លាំងពេកបង្កាត់មិនគាត់ឆេះដែរនេះអញ្ចឹងហើយក៏អត់បានអាំងទេហើយបន្ទាប់ពីអត់បានអាំងភ្លើងហ្នឹងហើយបងដំហ្នឹងក៏បានឲ្យដែលថាទិញពងមាន់អាំងពីថ្ងៃមិញមកណាបន្ទាប់ពីទិញថ្ងៃមិញហ្នឹងស្រាប់តែយកមកបកញ៉ាំទៅវាយពោកឃើញតែពងមាន់គឺអត់តន់ឆ្អិនទេគឺឆៅតែម្ដងនិយាយលក្ខណៈថាសារហ្នឹងគឺឃើញទាំងអស់គ្នាហ្នឹងមិនមែនឃើញតែបងដំទេណា
តែណាពើមន់ហ្នឹងគឺទិញមកគឺគេអាំងឡើងក្តៅឆ្អិនហើយប៉ុន្តែពេលបើកមកគឺអត់ឆ្អិនទេគឺសិតតែលក្ខណៈថាពងសរាវអញ្ចឹងណាក្រហមរាវអញ្ចឹងទៅអញ្ចឹងហើយធ្វើឲ្យពួកគាត់ហ្នឹងបងដំហ្នឹងក៏ដឹងច្បាស់ដែរថាប្រហែលជានេះហើយមានគេចង់លេងគាត់ហើយប៉ុន្តែបន្ទាប់មកទៀតហ្នឹងក៏បងដំក៏ខ្ជិលខ្វល់ដែរក៏ឲ្យប្អូនហ្នឹងយកគាត់ហ្នឹងក៏បានយកពើមន់ហ្នឹងទៅឲ្យអ៊ីចិត្តខាងដែលនៅម្លឹងពីបេផ្ទះហ្នឹងជួយស្ងោរឲ្យថែមអញ្ចឹងណាដូចជាស្ងោរឲ្យថែមអញ្ចឹងទៅដើម្បីឲ្យឆ្អិនណានេះពេលដែលស្ងោរនោះអ៊ីទងថាពើមន់នេះឆ្អិនហើយតើនេះឆ្អិនអស់ហើយតើមើលនេះអ៊ីបេះប្លេសមកនេះឃើញសិតតែសាច់ឆ្អិនហ្នឹងតើមកដល់ថាអើយតើស្ងោរថែមទៀតតើកុំសង្ស័យច្រើនអីខ្ជិលនេះគ្រូខ្លះវានេះអញ្ចឹងលក្ខណៈថាខ្លះវាអត់តន់ឆ្អិនអញ្ចឹងណាអញ្ចឹងឲ្យស្ងោរថែមអញ្ចឹងទៅបន្ទាប់ពីឲ្យស្ងោរថែមអញ្ចឹងហើយក៏ចាប់ដើមអ៊ីស្ងោរធម្មតាអញ្ចឹងទៅស្ងោរហើយក៏បងដំក៏បានយកពើពន់ហ្នឹងមកវិញអញ្ចឹងទៅពេលដែលស្ងោរហើយគេថាលក្ខណៈថាអ៊ីថាឆ្អិនអស់ហើយហើយបងដំក៏អត់បានមើលទេដែរហើយបន្ទាប់មកឃើញថាពេលដែលយកមកដល់ផ្ទះវិញហ្នឹងក៏នាំគ្នាបកញ៉ាំចាប់ដើមបកញ៉ាំទៀតណាពេលដែលបកញ៉ាំហ្នឹងមានណាអ្នកគ្នាឃើញថាពើមន់ហ្នឹងគឺឆៅទៀតចឹងហើយពួកនោះគឺចាប់ដើមភ័យមកភ័យខ្លាចឲ្យប្រឹងមើលក្រោមមើលលើអញ្ចឹងណានេះហើយពេលនោះដែរឃើញថាបងដំគឺគាត់ឃើញតែបងដំមួយទេលក្ខណៈថាមនុស្សដែលសមានលក្ខណៈថាដូចរៀបថាដូចជានាងផ្ទះអីមិនដឹងណានេះអញ្ចឹងហើយរៀបជានាងផ្ទះជានាងអីមិនដឹងដែររៀបថាដូចរបៀបថាជានាងផ្ទះឈរនៅពីក្រោយប្អូនរបស់គាត់អញ្ចឹងទៅវាជានាងផ្ទះបន្តិចម្ចាស់ទឹកម្ចាស់ដីបន្តិចហើយគាត់មើលឃើញទៅខាងក្រោយនោះគឺគាត់មានអារម្មណ៍ថាភ័យខ្លាចមែនទែនពេលដែលគាត់ឃើញលក្ខណៈសមោលនេះជាទៅគឺឃើញតែបងដំទេបងដំអ្នកឃើញអញ្ចឹងទៅដោយសារតែបងដំឃើញដោយសារអីដោយសារតែពេលតែថ្ងៃមិញគឺគាត់បានខុសមាត់ខុសកជាមួយគេណាគ្នាដែលនិយាយជាមួយនឹងប្រភពហើយពេលដែលគាត់អង្គុយលេងហ្នឹងគឺគាត់អង្គុយលេងក្បែរប្រភពនឹងទៀតអញ្ចឹងហើយមានអារម្មណ៍ថាដូចគាត់ដឹងខ្លួនខ្លួនឯងហ្មងប៉ុន្តែបងគឺអត់ឃើញទេអញ្ចឹងហើយគាត់ក៏ព្យាយាមទប់អារម្មណ៍របស់គាត់ហើយគាត់ក៏អត់បាននិយាយទៀតដែរហើយគាត់ក៏ចាប់ដើមថាណោះលេងធម្មតាទៅវាមិនមានអីទេវាថាបើថាវាឆៅទេបោះចោលមិនទេយើងនៅមានរបស់ញ៉ាំឆ្អិនមកកណើទៀតអញ្ចឹងទៅណានេះបន្ទាប់មកទៀតឃើញថាពេលដែលលេងចាប់ដើមលេងnóខ្យល់ខ្លាំងទៅអញ្ចឹងទៅក៏ចាប់ដើមមានក្លិនសារហ្នឹងតែគាត់ថាខ្ញុំឆ្លងចេញមួយណាគ្នាពេលដែលគាត់ថាគាត់ប្រាប់ថាពើមន់ឆៅនេះគឺឃើញទាំងអស់គ្នាថាឆៅទាំងអស់គ្នាប៉ុន្តែមិនក៏ឃើញខ្មោចតែគាត់ម្នាក់អញ្ចឹងណាអញ្ចឹងហើយគាត់ក៏ចាប់ដើមឆ្ងល់ដែរគាត់ឆ្ងល់កន្លែងហ្នឹងដែរប៉ុន្តែគាត់អត់មានព្យាយាមថាធ្វើឲ្យបញ្ញាអារម្មណ៍អីទេគឺគាត់ព្យាយាមនៅស្ងៀមអញ្ចឹងហើយគាត់នៅស្ងៀមគាត់អត់ខ្វល់អីចឹងណាធ្វើដូចអត់ដឹងឲ្យលឺប៉ុន្តែគាត់អារម្មណ៍របស់គាត់គឺភ័យខ្លាចខ្លាំងមែនទែនចាប់ដើមញ័រម្ដងតិចចឹងណានេះនិយាយទៅគឺភ័យហ្មងគេថាភ័យយកចឹងណានេះមិនដែរគាត់ធ្វើជាបងគេចឹងហើយគាត់ក៏ព្យាយាមធ្វើទប់អារម្មណ៍ក្នុងការរងាប់អារម្មណ៍ទៅលើរឿងហ្នឹងផងដែរហើយបន្ទាប់មកទៀតហ្នឹងក៏ចាប់ដើមមានក្លិនស្អុយលក្ខណៈគេធ្វើឲ្យស្អុយតែសារនេះគឺមិនមែនឃើញស្អុយតែម្ដងមួយទេគឺស្អុយទាំង4នាក់ហ្នឹងតែម្ដងតែគាត់ថាស្អុយយកហើយខ្យល់ចាប់ដើមបោកឡើងចឹងទៅហើយបន្ទាប់មកទៀតក៏ពួកគេទាំងអស់គ្នាគឺថាវាក្លិនកដៅងាប់កដៅអីណាវាប្រហែលជាកដៅងាប់កដៅអីចឹងហើយចាប់ដើមឡើងគេអញ្ចឹងណាពេលដែលចាប់ដើមឡើងគេអញ្ចឹងទៅហើយពេលដែលយប់ច្រើនបន្តិចចូលខ្ទង់ម៉ោង12ហើយបងដំហ្នឹងក៏ចាយដនទៀតក៏ឈឺនោមចុះមកនោមទៀតសារហ្នឹងចុះមកនោមម្ដងទៀតហើយសារហ្នឹងអត់ចូលបន្ទប់ទឹកទៀតគឺទៅនោមនៅក្រោយទៀតអ្នកនេះដឹងអត់ថានៅខាងក្រោយតែម្ដងគឺមានស្រះទឹកជ្រៅខ្លាំងមែនទែនតែស្រះហ្នឹងមិនមែនលក្ខណៈថាស្រះផ្ទះគាត់អ្នកជីទេណាស្រះនៅខាងស្រែខាងក្រោយភូមិរបស់គាត់ហើយភូមិរបស់គាត់ហ្នឹងក៏មានលវងដែរប៉ុន្តែល្បិចថាលវងអាស័យហើយវាមានទុកប្រឡោះដើរអីទៅក្រោយអីចឹងណានេះក៏ទុកប្រឡោះដើរអីចឹងទៅហើយបន្ទាប់មកឃើញថាបងដំក៏ចាប់ដើមចុះមនោមអញ្ចឹងទៅពេលដែលចុះមនោមអញ្ចឹងស្រាប់តែលក្ខណៈថាមានដូចចុះមកបានបន្តិចហ្នឹងមើលថាដូចគាត់ដូចភាំងយកតែម្ដងគឺបងដំក៏ចាប់ដើមភាំងយកតែម្ដងគឺភាំងហើយចាប់ដើមដើរទៅខាងក្រោយលឿនថាដើរទៅណានេះដើរទៅខាងក្រោយស្រះហ្នឹងហើយដើរទៅកន្លែងស្រះទឹកប្រុងទៅដើរទៅ
ដើរទៅក្រោយប្រងតែលោតទឹកហ្នឹងណាគ្នាអញ្ចឹងហើយគឺពិបាកខ្លាំងមែនទែនបងដំពេលហ្នឹងគឺគាត់អត់ដឹងខ្លួនទេគឺចាប់ដើមមានអារម្មណ៍ថាដូចមានគេហៅគាត់ទៅណាថាដូចជួយផងហើយបងដំក៏គិតក្នុងចិត្តថាលឿនថាចិត្តរបស់គាត់គឺមានពីរគ្នាមួយចង់ទៅបន្តិចមួយចង់អត់បន្តិចលក្ខណៈថាដូចមានអីគេហៅអញ្ចឹងណាគ្នាហើយពេលនោះដែរគឺចាប់ដើមលឿនគេហៅឲ្យជួយអញ្ចឹងណាគ្នាហើយជួយនៅចិត្តមុតស្រះហ្នឹងគាត់ក៏ចាប់ដើមទៅណាប៊ីធ្លាក់ទឹកហើយគឺសល់តែប្រហែលជាហ៊ានទេបងប្អូនរបស់គាត់ហ្នឹងក៏បានបាត់បងអញ្ចឹងទៅក៏ពេលនៅលើផ្ទះហ្នឹងក៏អត់ដឹងទេថាបាត់បងអញ្ចឹងទៅហើយក៏បានចុះមកមើលហើយក៏ដើររកបងអញ្ចឹងណាគ្នាដោយសារតែអីពួកគាត់ពីថ្ងៃមិញក៏គាត់មានអារម្មណ៍ថាខ្លាចដែរពួកគាត់ទាំង3នាក់ហ្នឹងហើយក៏បានចាប់ដើមរកបងអញ្ចឹងទៅពេលមករកបងហ្នឹងក៏បានឃើញដើររកបងហើយស្រែកហៅអញ្ចឹងទៅក៏បានដើរទៅខាងក្រោយរកហាមកអត់ឃើញក៏បាននាំគ្នាដើរទៅខាងក្រោយហើយទៅក៏បងដំហ្នឹងគឺសល់តែប្រហែលជាហ៊ានទៅចោះ2ជាហ៊ានទៅចោះនេះគឺប៊ីធ្លាក់ទឹកហើយចឹងហើយក៏ពួកនោះក៏ស្រែកមកទៅហឹងលោកថាស្រែកយកមកចូលមែនតើស្រែកពេលនោះដែរគាត់ថាបងដំចូលចាប់ដល់ភ្ញាក់ព្រឹត្តទៅម្ដងលក្ខណៈភ្ញាក់យកហ្មងលក្ខណៈថាភ្ញាក់យកតែមែនតើណាអញ្ចឹងហើយក៏ចាប់ដើមបងដំក៏ចាប់ដើមដឹងខ្លួនវិញបងដំក៏ភ្ញាក់ខ្លួនឯងតែឯងមិនក៏មកនៅកន្លែងហ្នឹងមិនដូមតើមិនបានមកនៅកន្លែងហ្នឹងវិញអញ្ចឹងណាហើយគាត់ក៏បាននិយាយដែរគាត់ក៏បានចាប់ដើមដើរទៅលើវិញអញ្ចឹងទៅចាប់ដើមដើរទៅលើវិញហើយក៏នាំគ្នាដើរទៅលើវិញអស់អញ្ចឹងទៅហើយក៏បានទៅគេងធម្មតាអញ្ចឹងទៅបន្ទាប់ពីស្អែកឡើងឃើញថាបងដំគឺគាត់ចាប់ដើមឈឺតែម្ដងគាត់ឈឺណាអ្នកគាត់ឈឺអញ្ចឹងទៅគាត់ចាប់ដើមឈឺធ្លាក់ខ្លួនឈឺអីដែរទៅហើយបន្ទាប់ពីឈឺហើយគេថាទៅពេទ្យទៅអីទៅក៏អត់បាត់ដែរគឺអត់ជាទេអ្នកលក្ខណៈថាអត់ជាហើយថាធ្លាក់ខ្លួនឈឺដូចលក្ខណៈថាដូចគេធ្វើអំពើត្រូវអីចឹងណានេះគឺឈឺអញ្ចឹងតានេះលក្ខណៈអញ្ចឹងណាគឺពិបាកក្នុងខ្លួនហើយធ្វើទុកលក្ខណៈដូចចង់ក្អួតឈាមអីតិចអត់ទៀតគឺលក្ខណៈក្អួតយកញ៉ាំអីទៅអត់ចូលអញ្ចឹងទៅហើយទៅពេទ្យទៅក៏ពេទ្យបានដាក់សេរ៉ូមដាក់អីចឹងទៅក៏មកផ្ទះវិញទៅគឺលក្ខណៈអត់ធូរអ្នកនេះលក្ខណៈអត់ធូរពេលលក្ខណៈអត់ធូរហើយលក្ខណៈថាវាឈឺទៅអញ្ចឹងលក្ខណៈថាដូចខុសគ្រូអញ្ចឹងណានេះបន្ទាប់មកទៀតប៉ារបស់គាត់ហ្នឹងក៏បានមកពីប៉ុនគេវិញអញ្ចឹងណាប៉ារបស់គាត់ហ្នឹងក៏បានធ្វើការយកទៅពេទ្យយកអីធ្វើយកសពគ្រប់អស់ហើយអញ្ចឹងហើយក៏បាននឹកឃើញវិធីមួយទៀតគឺទៅរកគ្រូមើលអញ្ចឹងណាថាមានខុសអីអត់ចឹងដែលធ្វើឲ្យគាត់នឹងឈឺក្នុងខ្លួនអីចឹងណានេះពេលតមកគេថាគ្រូនឹងក៏បានទូទាយទៅឃើញថាដំនឹងគឺបានប៉ះពាល់សម្ដីទៅលើគេប្រមាថទៅលើគេចឹងណាហើយទោះបីជាផ្ទះខ្លួនឯងក៏ដោយដីខ្លួនឯងក៏ដោយពេលខ្លះយើងមានសិទ្ធជាម្ចាស់ប៉ុន្តែគេជាម្ចាស់មុនយើងទៀតអញ្ចឹងហើយយើងត្រូវតែគោរពគេអញ្ចឹងហើយបន្ទាប់មកឃើញថាគ្រូនឹងក៏បានឲ្យមកធ្វើការដោះនៅអំពើណាដោះខុសអីចឹងទៅក៏បានឲ្យសែនឲ្យអីតាមជំនឿចាស់បុរាណរៀងខ្លួនណានេះតាមអ្នកនេះដឹងថាពេលដែលចាស់ពេលដែលគាត់មានខុសអីមួយចឹងគាត់តែងតែធ្វើការសែនដូចជាដាក់ប៉ែដាក់អីយោងប្រគ្រោះអីឡើងវិញចឹងណាយោងព្រោះអីចឹងវិញឡើងវិញទៅហើយក៏បាននិមន្តព្រះសង្ឃព្រះអង្គប្រហែលអង្គមកធ្វើការប្រោះព្រំនៅកន្លែងផ្ទះហ្នឹងហើយបន្ទាប់មកទៀតហ្នឹងក៏បានប្រោះព្រំទៅបងដំអីចឹងទៅក៏ធ្វើការបងដំហ្នឹងក៏ចាប់ដើមនេះប្រហែលថ្ងៃក្រោយមកហ្នឹងក៏បងដំញ៉ាំថ្នាំផងអីផងទៅគូផ្សំជាមួយនឹងជំនឿអបិយជំនឿនឹងដែរទៅក៏ចាប់ដើមលក្ខណៈថាដឹងខ្លួនឡើងវិញណាចាប់ដើមធូរស្បើយជាងមុនចឹងទៅចឹងហើយគាត់ចាប់ដើមធូរស្បើយអីចឹងហើយចឹងវិញហើយពួកគាត់ទាំងអស់គ្នាហ្នឹងក៏ចាប់ដើមពេលដែលឈឺធ្វើធូរបានតិចហើយប៉ារបស់គាត់ហ្នឹងក៏បានយកមកដំទៅភ្នំពេញណាដើម្បីធ្វើការទៅព្យាបាលនៅទីក្រុងភ្នំពេញអីចឹងទៅបន្ទាប់ពីទៅភ្នំពេញវិញចឹងហើយក៏បានអុជធូបលាម្ចាស់ទឹកម្ចាស់ដីអីចឹងទៅតាមដំណើរដែលយើងធ្លាប់ធ្វើពីមុនមកណាអញ្ចឹងហើយក៏បានអុជធូបលាពីផ្ទះនៅក្នុងស្រុកនឹងវិញទៅបន្ទាប់មកឃើញថាទៅដល់ពេញវិញក៏បានព្យាបាលអីជាធម្មតាចឹងទៅអ្នកនេះអញ្ចឹងគាត់ក៏បាននិយាយតែប៉ុណ្្នឹងដែរអ្នកនេះអញ្ចឹងហើយគេថាលក្ខណៈថាយើងអត់ជឿទៅលើរឿងអីក៏ដោយតែយើងកុំភ្លេចគោរពគេផងកន្លែងខ្លះយើងមិនជឿមែនប៉ុន្តែយើងតែគេតែងតែគោរពយើងទៅតែគោរពដែរទៅលក្ខណៈថាទោះយើងមិនគោរពយើងមិនសូវជឿប៉ុន្តែយើងកុំទៅប្រមាថគេអញ្ចឹងណាគេនៅដែលគេយើងនៅដែលយើងអញ្ចឹងហើយ
lẽ cái tha vì mình cọ pe thế nơi pe để dương còn là cái rụp bọc kê chẳng cái nào nè vì mình lẽ cái tha vì mình khát ấy thế cái rụp thế vì pe là vì mình thua dương khát bong thế chẳng sẽ dương bảo dương mình để phần năng thế nào này hay admin xong ở nào này chui subscribe admin mình nè môi phong hay chui like đặt nhà cả đăng mình nè môi phong nào nè